ឯកឧត្តមយីវាសនាអគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡឹមពិកកម្ពុជាបានមានប្រសាសន៍ថាកីឡាករនីប៉ារ៉ាឡឹមពិកកម្ពុជាបានបង្ហាញសមត្ថភាពដ៏គួរឲ្យកោតសរសើរក្រោមស្ថានភាពដ៏តានតឹងនិងក្នុងពេលដែលបញ្ហាសន្តិភាពរវាងកម្ពុជាថៃកំពុងស្ថិតក្រោមការពិចារណានៅឡើយចំពោះការលើកឡើងរបស់ឯកឧត្តមបានធ្វើឡើងក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ក្រុមកីឡាករនីបាល់បោះជិរទេសកម្ពុជាដែលបញ្ចប់បេសកកម្មចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ The 2025 Asian Oceania Championship នៅប្រទេសថៃនាអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីល្ងាចថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025 ទន្ទឹមនឹងនេះឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងថាកម្លាំងចិត្តការខិតខំនិងភាពតស៊ូរបស់កីឡាករនីនិងគ្រូបង្វឹកគឺជាកត្តាសំខាន់នាំមកនូវជ័យជំនះនិងក្តីសង្ឃឹមសម្រាប់ជាតិទាំងមូលដើម្បីធ្វើឲ្យក្រុមកម្ពុជាទទួលបានសិទ្ធិចូលរួមការប្រកួតព្រឹត្តិការណ៍ប្រកួតអាស៊ីប៉ារ៉ាហ្គេមលើកទី5នៅទីក្រុង Nagoya ប្រទេសជប៉ុននាពេលខាងមុខជាមួយគ្នានោះកីឡាករនីអានស៊ីណែតប្រធានក្រុមបានបញ្ជាក់ថាក្រុមមានស្មារតីភាពរឹងមាំការតស៊ូនិងប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ដោយការសហការគ្នាយ៉ាងល្អទើបយើងទទួលបានលទ្ធផលល្អប្រសើរបែបនេះតំណាងក្រុមកីឡាករនីខាងលើបានអះអាងទៀតថាជ័យជំនះនាពេលនេះជាលទ្ធផលពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលមានសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតក្រសួងស្ថាប័នពាក់ព័ន្ធនិងជាពិសេសការយកចិត្តទុកដាក់ជិតស្និទ្ធពីអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡឹមពិកកម្ពុជាការវឹកហាត់ដោយការបដិញ្ញាចិត្តរបស់គ្រូបង្វឹកនិងឆន្ទៈរឹងមាំរបស់កីឡាករនីគឺជាមូលហេតុសំខាន់នៃជោគជ័យនេះក្នុងនាមតំណាងក្រុមកីឡាករនីប៉ារ៉ាឡឹមពិកកម្ពុជាបានបង្ហាញការបដិញ្ញាចិត្តខ្ពស់ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិផ្សេងទៀតនៅឆ្នាំ2026ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះរំលឹកថាឆ្លងកាត់ការប្រកួត5ប្រកួតក្រុមកីឡាករនីប៉ារ៉ាឡឹមពិកកម្ពុជាឈ្នះ4ប្រកួតនិងចាញ់1ប្រកួតទទួលបានកៅអីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីលើកទី5នៅទីក្រុង Nagoya ប្រទេសជប៉ុននាខែតុលាឆ្នាំ2026